រឿងការតែងតែអរគុណជានិច្ច Cory Ten Boom និងបងស្រីរបស់នាងឈ្មោះ Betsy ត្រូវបានចាប់ខ្លួនពីបទជួយជនជាតិយូដាឲ្យរត់គេចពីពួកណាស៊ីនៃប្រទេសអាល្លឺម៉ង់ Cory និង Betsy ត្រូវបានគេចាប់ដាក់នៅក្នុងគុកដោយប្រមូលផ្ដុំជាមួយនឹងអ្នកដទៃទៀតកន្លែងនោះចង្អៀតប៉ុន្តែជាមួយមនុស្សរាប់រយនាក់វាធ្វើឲ្យមានភាពកខ្វក់និងធំក្លិនខ្លាំង Cory មិនធ្លាប់មានបទពិសោធន៍បែបនោះនៅក្នុងជីវិតរបស់នាងទេវាធ្វើឲ្យនាងមានអារម្មណ៍វិលមុខនិងចង់ក្អួតហើយសន្លប់នៅទីនោះមានសត្វចៃ Cory បាននិយាយទៅកាន់ Betsy ដោយស្រក់ទឹកភ្នែក Betsy តើឯងនឹងរស់នៅកន្លែងបែបនេះយ៉ាងណាទៅ Betsy បានឆ្លើយ ព្រះបានមានបន្ទូលប្រាប់យើងឲ្យតែងតែអរព្រះគុណក្នុងគ្រប់ការទាំងអស់ ខណៈពេលអ្នកផ្សេងទៀតត្រូវបានបែកចេញពីគ្រួសាររបស់ពួកគេទោះបីជានាងត្រូវបានចាប់ខ្លួនដោយពួកណាស៊ីនៅក្នុងប្រទេសអាល្លឺម៉ង់ក៏ដោយនាងអាចស្នាក់នៅជាមួយបងស្រីរបស់នាងហើយសូម្បីតែនៅក្នុងគុកនោះនាងមិនអាចធ្វើអ្វីបានក្រៅពីការអរព្រះគុណដែលនាងអាចអានព្រះបន្ទូលរបស់ព្រះនិងបង្រៀនព្រះគម្ពីរដល់អ្នកដទៃ Betsy បានទៅមុខមួយជំហានទៀតហើយអរគុណព្រះសម្រាប់សត្វចៃផងដែរបន្ទាប់មក Cory បាននិយាយថាវាលើសពេកហើយសូម្បីតែព្រះជាម្ចាស់ក៏មិនអាចធ្វើឲ្យខ្ញុំអរគុណព្រះចំពោះសត្វចៃដែរ Betsy បានឆ្លើយ ព្រះអង្គមានបន្ទូលប្រាប់យើងឲ្យចូលអរព្រះគុណដល់ព្រះទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយទ្រង់មិនមែនគ្រាន់តែមានបន្ទូលឲ្យយើងគួរតែអរព្រះគុណដល់ព្រះចំពោះរឿងល្អនោះទេសូម្បីតែសត្វចៃក៏ជាអំណោយមកពីព្រះដែរ Betsy និង Cory បានលុតជង្គង់នៅលើគ្រែរបស់ពួកគេហើយបានអធិស្ឋានអរគុណទៅកាន់ព្រះជាម្ចាស់ប៉ុន្តែ Cory នៅតែមិនអាចសម្រួលអារម្មណ៍ដែរថា Betsy គឺខុសបងប្អូនស្រីទាំងពីរនាក់បានបង្រៀនព្រះគម្ពីរដល់អ្នកឯទៀតនៅក្នុងគុកហើយបានចែកចាយអំពីព្រះយេស៊ូវជាមួយពួកគេរហូតដល់ពេលក្រោយដែល Cory បានដឹងថាព្រះជាម្ចាស់បានមានបន្ទូលថាមូលហេតុដែលជនជាតិអាល្លឺម៉ង់មិនបានតាមដាននាងនិងបងស្រីរបស់នាងនៅពេលពួកគេកំពុងបង្រៀនព្រះគម្ពីរគឺដោយសារតែសត្វចៃនោះទីហ៊ានរបស់ជនជាតិអាល្លឺម៉ង់ស្អប់សត្វចៃហើយបញ្ចូលទៅក្នុងបន្ទប់ដែលអ្នកទោសរស់នៅបានទេនោះហើយជាមូលហេតុដែល Cory និង Betsy មានសុវត្ថិភាពហើយអ្វីបានជា Cory និង Betsy ត្រូវបានគេចាប់តើអ្វីទៅដែលធ្វើឲ្យគុកនោះមានការលំបាកក្នុងការរស់នៅដែលធ្វើឲ្យ Cory ត្អូញត្អែតើ Betsy បាននិយាយថាព្រះចង់ឲ្យពួកគេធ្វើអ្វីក្នុងស្ថានភាពបែបនោះហើយអ្វីបានជាប្អូនគិតថាពេលខ្លះព្រះអនុញ្ញាតឲ្យរឿងពិបាកកើតឡើងតើយើងអាចរៀនអ្វីខ្លះពីវិធីរបស់ Cory និង Betsy ក្នុងការប្រឈមមុខនឹងការលំបាកតើបងធ្លាប់ជួបស្ថានភាពដែលហាក់ដូចជាលំបាកនៅពេលដំបូងប៉ុន្តែក្រោយមកប្រែជាល្អវិញដែរឬទេនៅក្នុងរឿងនេះ Cory និង Betsy ត្រូវបានគេចាប់ដាក់គុកដោយសារពួកគេបានជួយជនជាតិយូដាឲ្យរត់គេចពីពួកណាស៊ីនៃប្រទេសអាល្លឺម៉ង់ពួកគេត្រូវបាននាំទៅកាន់កន្លែងឃុំឃាំងដ៏ចង្អៀតដែលមានមនុស្សច្រើនហើយស្ថានភាពរស់នៅទីនោះពិបាកខ្លាំងណាស់បន្ទប់ស្នាក់នៅគឺកខ្វក់មិនមានភាពកក់ក្ដៅហើយពោរពេញទៅដោយសត្វចៃ Cory មិនអាចយល់បានថាហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យពួកគេស្ថិតនៅក្នុងស្ថានភាពដ៏លំបាកបែបនេះនាងអាចអរគុណព្រះដែលបាននៅជាមួយប្អូនស្រីរបស់នាងនិងព្រះគម្ពីរមួយក្បាលប៉ុន្តែនាងមិនអាចស្រមៃថាតើនាងនឹងអរព្រះគុណសម្រាប់ចៃទាំងនោះបានយ៉ាងដូចម្តេចឡើយទោះជាយ៉ាងណាក៏ដោយ Betsy ជឿថាព្រះជាម្ចាស់ចង់ឲ្យពួកគេមានអំណរគុណក្នុងគ្រប់ស្ថានភាពទាំងអស់សូម្បីតែនៅពេលដែលពួកគេមិនអាចយល់ពីមូលហេតុក៏ដោយនាងជឿជាក់ថាព្រះជាម្ចាស់កំពុងធ្វើការទោះបីក្នុងស្ថានភាពដែលមិនល្អក្រោយមក Cory បានដឹងថាទីហ៊ានអាល្លឺម៉ង់បានគេចពីបន្ទប់របស់ពួកគេដោយសារសត្វចៃទាំងនោះដូច្នេះ Cory និង Betsy អាចអានព្រះគម្ពីរបង្រៀនអ្នកដទៃអំពីព្រះយេស៊ូវនិងលើកទឹកចិត្តអ្នកទោសជាច្រើនដោយគ្មានការរំខានអ្វីដែលហាក់ដូចជាបញ្ហាដ៏គួរឲ្យភ័យខ្លាចមួយបានក្លាយជារឿងមួយដែលព្រះបានប្រើសម្រាប់គោលបំណងដ៏អស្ចារ្យ
នៅក្នុងព្រះគម្ពីរថាសាឡូនីកខ្សែទី1ចំពោះ5ខ18បានចែងថាចូលអរព្រគុណក្នុងគ្រប់ការទាំងអស់ពីព្រោះព្រះទ្រង់សពព្រះハរតីឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះដោយនៅព្រះគ្រីស្ទយេស៊ូវខគម្ពីរនេះមិនបាននិយាយថាយើងគួរតែដឹងគុណនៅពេលដែលជីវិតមានភាពងាយស្រួលឬនៅពេលដែលអ្វីៗគ្រប់យ៉ាងដំណើរការទៅតាមយើងនោះទេផ្ទុយទៅវិញព្រះជាម្ចាស់ប្រាប់យើងឲ្យដឹងគុណក្នុងគ្រប់កាលៈទេសៈទាំងអស់នេះមានន័យថាសូម្បីតែនៅពេលដែលយើងប្រឈមមុខនឹងការលំបាកការខកចិត្តឬស្ថានភាពដែលយើងមិនយល់ក៏ដោយយើងនៅតែអាចទុកចិត្តបានថាព្រះជាម្ចាស់គង់នៅជាមួយយើងខូរីអាចថ្លែងអំណរគុណដល់ព្រះជាម្ចាស់បានយ៉ាងងាយចំពោះអ្វីដែលនាងអាចមើលឃើញប៉ុន្តែនាងពិបាកថ្លែងអំណរគុណដល់ទ្រង់ចំពោះចៃទាំងនោះតាមទស្សនៈរបស់នាងចៃទាំងនោះហាក់ដូចជាគ្មានប្រយោជន៍និងមិនគួរឲ្យចាប់អារម្មណ៍យើងក៏ដូចជាខូរីដែរយើងអាចត្អូញត្អែរនៅពេលដែលរឿងមួយមិនដំណើរការទៅតាមអ្វីដែលយើងចង់បានយើងប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យមានបញ្ហាដែលត្រូវប្រឈមនៅក្នុងជីវិតរបស់យើងប៉ុន្តែការយល់ដឹងរបស់ព្រះគឺអស្ចារ្យជាងការយល់ដឹងរបស់មនុស្សទ្រង់តតឃើញរូបភាពទាំងមូលប៉ុន្តែយើងអាចមើលឃើញតែផ្នែកតូចមួយនៃវាប៉ុណ្ណោះការអំណរគុណមិនមានន័យថាយើងរីករាយនឹងទុក្ខវេទនាឬធ្វើពុតថារឿងលំបាកគឺជារឿងល្អនោះទេផ្ទុយទៅវិញវាមានន័យថាការជឿទុកចិត្តលើព្រះជាម្ចាស់ដែលកំពុងធ្វើការក្នុងគ្រប់កាលៈទេសៈហើយជឿថាទ្រង់អាចនាំមកនូវសេចក្តីល្អបានពីស្ថានភាពដ៏លំបាកក៏ដោយប្រសិនបើបងប្អូនមិនទាន់ខ្លាចជាកូនរបស់ព្រះអង្គដែលជាអត្ថិភាពទី1ក្នុងជីវិតរបស់បងប្អូននៅឡើយទេសូមចុចលើតំណភ្ជាប់នៅក្នុងប្រអប់ពរនាហើយស្វែងយល់បន្ថែមប្រសិនបើបងប្អូនខ្លាចជាកូនរបស់ព្រះអង្គរួចហើយបងគួរតែរៀនថ្លែងអំណរគុណដល់ទ្រង់ក្នុងគ្រប់ស្ថានភាពទាំងអស់សូម្បីតែពេលដែលបងមិនយល់ពីអ្វីដែលព្រះកំពុងធ្វើក៏ដោយចូលជឿជាក់ថាទ្រង់កំពុងធ្វើការដើម្បីសេចក្តីល្អរបស់បង